សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី2ខែកុម្ភៈឆ្នាំ2026របបខ្យល់មូសុងអេសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី2ដល់ថ្ងៃទី4ខែកុម្ភៈឆ្នាំ2026សម្រាប់តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីមានខេត្តបន្ទាយមានជ័យបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលស្វាយរៀងតាកែវនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេរីឯតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា31អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីមានខេត្តឧត្តរមានជ័យបៃលិនព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីកំពង់ស្ពឺស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកពុំមានភ្លៀងធ្លាក់ទេដល់ឡែកសម្រាប់តំបន់មាត់សមុទ្រវិញសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា32អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន